រឿងព្រេងតាក់ទងនឹងពាក្យប្រដូចរបស់ខ្មែរថាឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅកាលបើមានគេចូលស្ដីដណ្ដឹងកូនស្រីចាស់ចាស់ដែលជាមេបាតែងយករឿងនេះទៅជំនុំពិគ្រោះជាមួយបងប្អូនដើម្បីឲ្យបានមូលមតិគ្នាថាគួរសម្រេចឲ្យទៅគេឬទេហើយបើកាលណាចាស់ចាស់ពិនិត្យទៅឃើញថាកូនប្រុសគេនោះមានតម្រេះវិជ្ជាគួរសមហើយទាស់តែគ្នាជាកូនអ្នកក្រីក្រប៉ុណ្ណោះគេច្រើនតែកាត់សាញដោយយកពាក្យប្រដូចខាងលើនេះមកថាណាហើយឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅកុំរើសច្រើនពេកពាក្យប្រដូចនេះនៅមានប្រើសប្តាហ៍ថ្ងៃនៅឡើយហើយគួរឲ្យយើងឆ្ងល់ដែរថាមកអំពីហេតុអ្វីបានជាកើតពាក្យនេះឡើងដើម្បីដោះស្រាយនៅសំណួរនេះលោកអុកញ៉ាកែវហង្សដែលជាអតីតសមាជិករបស់ក្រុមទំនៀមទម្លាប់ខ្មែរបានឲ្យការមកថាពាក្យនេះមានកំណើតឡើងអំពីរឿងព្រេងបុរាណមួយដែលលោកបានឮចាស់ចាស់និយាយប្រាប់លោកកាលនោះមានព្រះមហាក្សត្រមួយព្រះអង្គទ្រង់ចិញ្ចឹមមេឆ្កែមួយមេឆ្កែនោះតែងតែរើសសំណល់អំពីព្រះអង្គសោយដែលចោលទៅក្នុងកន្ថោទឹកម៉ូតមកបរិភោគជានិច្ចរាល់ពេលយូរទៅស្រាប់តែមេឆ្កែនោះមានគភ៌លុះដល់ពេលនឹងសម្រាលមេឆ្កែរត់ទៅរកកន្លែងនៅក្នុងរូងភ្នំមួយស្ងាត់ហើយឆ្ងាយដាច់អំពីភូមិអ្នកស្រុកដល់ពេលហើយមេឆ្កែក៏សម្រាលបានកូនជាមនុស្សស្រី2នាក់និងប្រុសម្នាក់មេឆ្កែខំដើររកចំណីអាហារមកចិញ្ចឹមកូនទាំង3នាក់ទាល់តែធំពេញរូបពេញរាងមេឆ្កែមានសេចក្តីព្រួយបារម្ភនឹងកូនពេកណាស់ព្រោះខ្លួនជាសត្វហើយកូនជាមនុស្សតែកាលណាខ្លួនត្រូវចេញទៅរកចំណីអាហារឯស្រុកភូមិគេមេឆ្កែតែងព្យាយាមហាម5កូនទាំង3មិនឲ្យចេញទៅលេងឆ្ងាយអំពីរូងឡើយខ្លាចក្រែងមានមនុស្សម្នាដើរមកឃើញស្រឡាញ់ហើយចាប់យកទៅថ្ងៃមួយព្រះមហាក្សត្រសោយរាជ្យក្នុងនគរនោះទ្រង់នឹកភ្នែកចង់ចេញទៅប្រពាតព្រៃហើយព្រះអង្គទ្រង់ព្រះបញ្ជាឲ្យរៀបក្បួនដង្ហែព្រះអង្គទៅនិយាយអំពីនាងកូនឆ្កែទាំង2នាក់រាល់ថ្ងៃរៀងមកពេលដែលម្ដាយនាងមិននៅនាងមិនដែលហ៊ានចេញដើរចេញទៅលេងខាងក្រៅរូងភ្នំទេតែជាទេសកាលអ្វីនៅនាថ្ងៃនោះក៏បណ្ដាលចិត្តនាងឲ្យចង់ចេញទៅក្រៅហើយក៏ជួបនឹងក្បួនស្ដេច
ដែលយាងទៅក្រសាលព្រៃឯព្រះមហាក្សត្រលុះតតយល់នាងស្រីទាំងពីរនាក់នោះមានរូបឆោមសមរម្យល្អណាស់ទ្រង់សពព្រះរាជហឫទ័យចង់បាននាងជាអគ្គមហេសីព្រះអង្គទ្រង់ឲ្យហៅនាងមកសួរថានាងជាកូនចៅអ្នកណាបានជាមកនៅក្នុងព្រៃដូច្នេះចំណែកនាងទាំងពីរនាក់ក៏ក្រាបទូលកុហកស្ដេចថានាងជាកូនកំព្រានៅតែពីរនាក់បងប្អូនប៉ុណ្ណោះព្រះមហាក្សត្រទ្រង់ប្រកាសប្រាប់នាម៉ឺននិងពលរេថាទ្រង់លើកនាងទាំងពីរនេះជាអគ្គមហេសីហើយទ្រង់ព្រះរាជបញ្ជាឲ្យរៀបក្បួនត្រឡប់ទៅព្រះរាជវាំងវិញដោយមានព្រះទ័យរីករាយជាទីបំផុតចំណែកឯកូនប្រុសរបស់មេឆ្កែនៅពេលដែលអ្នកឮសូរសន្ធឹកក្បួនហែស្ដេចមកដល់ជិតភ្នំអ្នកភ័យណាស់ខំរត់ទៅលាក់ខ្លួនពួនអាត្មាមិនឲ្យគេឃើញទេលុះក្បួនដង្ហែស្ដេចចេញផុតទៅមេឆ្កែត្រឡប់មកពីរកចំណីអាហារវិញកូនប្រុសក៏ប្រាប់ម្ដាយតាមដំណើរមេឆ្កែនឹកស្ដាយនឹងអាល័យកូនណាស់ខំរត់តាមក្បួនស្ដេចហើយក៏បានតាន់នៅពេលដែលស្ដេចបញ្ឈប់ក្បួនសម្រាកនៅកណ្ដាលផ្លូវដល់ហើយមេឆ្កែខំរុលចូលសំដៅទៅរកកូនស្រីទោះជាពួកសេនាទាហានដេញដោយម្ដេចក៏ពុំព្រមចេញសោះព្រះមហាក្សត្រទ្រង់ទតយល់ដូច្នេះទ្រង់ត្រាស់សួរទៅនាងទាំងពីរនាក់ថាមេឆ្កែនេះនាងចិញ្ចឹមឬដូចម្ដេចបានជាវាខំរត់មកតាមដូច្នេះប៉ុន្តែនាងមិនព្រមទូលព្រះអង្គតាមត្រង់ទេបែរជាទូលថាមិនដឹងជាមេឆ្កែមកពីណាទេព្រះអង្គទ្រង់ព្រះបញ្ជាឲ្យវាយបណ្ដេញមេឆ្កែនោះទាល់តែទ្រាំមេឆ្កែទ្រាំមិនបានក៏ខំរត់គេចត្រឡប់ទៅរកកូនប្រុសវិញហើយប្រាប់កូនតាមដំណើរកូនប្រុសឮដូច្នោះនឹកក្តៅចិត្តនឹងបងស្រីទាំងពីរណាស់អ្នកខំរកថ្នាំសង្កូវមើលជំងឺម្ដាយទាល់តែសះជាស្បើយទើបនាំម្ដាយដើរទៅរកភូមិស្រុកគេដើម្បីនឹងរកការងារធ្វើយកលុយកាក់គ្រាន់នឹងចិញ្ចឹមម្ដាយនឹងមិនឲ្យម្ដាយលំបាកនឹងរត់ទៅរកចំណីអាហារមកចិញ្ចឹមខ្លួនដូចមុនទៀតឡើយមេឆ្កែនិងកូនប្រុសក៏បានចូលខ្លួនទៅនៅបម្រើនឹងផ្ទះសេដ្ឋីម្នាក់ហើយកូនប្រុសនោះខំយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់សេដ្ឋីជាទីបំផុតពេលយប់មេឆ្កែមិនហ៊ានដេកទេខំដើរ
វាំងមើលផ្ទះសេដ្ឋីមានសេចក្តីពេញចិត្តនឹងមេឆ្កែហើយនឹងបុរសក្មេងនោះណាស់លុះយូរទៅសង្កេតឃើញគំនិតមាយាទក្មេងនោះល្អសេដ្ឋីក៏សុំបុរសក្មេងនោះធ្វើជាកូនចិញ្ចឹមពេលបរិភោគបាយម្ដងបុរសជាកូនឆ្កែតែងចាប់បាយនិងម្ហូបមួយចំណែកទុកជូនម្ដាយសេដ្ឋីឃើញដូច្នោះនឹកឆ្ងល់ណាស់ក៏ប្រាប់ទៅកូនចិញ្ចឹមខ្លួនថាមិនចាំបាច់ចាប់បាយទុកទេព្រោះឪពុកមិនខ្វះបាយឲ្យឆ្កែរបស់កូនស៊ីទេឮដូច្នោះបុរសកូនឆ្កែជម្រាបទៅសេដ្ឋីថាលោកឪពុកការដែលខ្ញុំចាប់បាយទុកមួយចំណែកនេះមិនមែនខ្ញុំយល់ថាលោកឪពុកខ្វះបាយទេប៉ុន្តែមេឆ្កែនេះបានចិញ្ចឹមខ្ញុំហើយបានរស់នៅជាមួយនឹងខ្ញុំក្នុងគ្រាក្រលំបាកជាយូរឆ្នាំណាស់មកហើយទើបបានជាខ្ញុំដឹងគុណមេឆ្កែនេះយូរបន្តិចមកបុរសកូនឆ្កែក៏ចូលសុំសេដ្ឋីទៅរៀនវិជ្ជាព្រោះខ្លួនកើតជាប្រុសពុំទាន់ចេះដឹងអ្វីនឹងគេបន្តិចសោះសេដ្ឋីក៏យល់ព្រមឲ្យទៅបុរសកំសត់សុំផ្ញើមេឆ្កែនិងសេដ្ឋីហើយក៏លាសេដ្ឋីចេញទៅយូរឆ្នាំក្រោយមកលុះបុរសកូនឆ្កែរៀនវិជ្ជាចេះចប់ដូចសេចក្តីប្រាថ្នាហើយក៏ត្រឡប់មករកសេដ្ឋីវិញមេឆ្កែឃើញកូនមកដល់ខំរត់ទៅត្រដោះននាលនឹងកូនព្រមទាំងបញ្ចេញអាការៈឲ្យឃើញនៅសេចក្តីត្រេកអរជាទីបំផុតសេដ្ឋីចង់ដឹងស្នាដៃរបស់កូនចិញ្ចឹមក៏សុំឲ្យកូនសំដែងសិល្ប៍ដែលបានទៅរៀននោះឲ្យខ្លួនបានដឹងផងបុរសកូនឆ្កែចាប់ធ្នូមកបាញ់ទៅកើតជាភ្លើងរួចបាញ់ធ្វើជាទឹកលុតភ្លើងនោះទៅទៀតលុះឃើញកូនចិញ្ចឹមមានឫទ្ធានុភាពមែនសេដ្ឋីនិងប្រពន្ធក៏ព្រមព្រៀងគ្នាលើកកូនស្រីឲ្យធ្វើជាប្រពន្ធបុរសកូនឆ្កែនោះតែពុំទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយទេពីព្រោះបុរសកូនឆ្កែសុំលាសេដ្ឋីទៅតាមសងសឹកបងស្រីទាំងពីរដែលបានទូលស្ដេចឲ្យធ្វើបាបម្ដាយខ្លួននោះសិនលុះទៅដល់នគរព្រះមហាក្សត្រដែលជាស្វាមីរបស់បងស្រីខ្លួនហើយបុរសកូនឆ្កែប្រើមនុស្សឲ្យនាំសារចូលទៅថ្វាយឲ្យលើកទ័ពចេញមកច្បាំងហើយបុរសកូនឆ្កែថ្លែងសសំដែងរិទ្ធឲ្យឮសូរកក្រៅអស់ទាំងផែនប្រតិពីផ្អើលពួករាស្ត្រប្រជាឆោឡោមិនដឹងថាទៅណាមកណាចេះតែរត់ប្រមូលកូនប្រមូលចៅគ្រប់គ្នាចំណែកឯព្រះមហាក្សត្រលុះ
បានដំណឹងមានអ្នកខ្លាំងមកចូលចង់បង្កសង្គ្រាមដូច្នេះព្រះអង្គទ្រង់ភ័យរន្ធត់ពេកព្រោះព្រះអង្គពុំមានចេះសិលវិជ្ជាអ្វីដើម្បីនឹងចេញទៅតតាំងនឹងគេសោះហើយក៏នាំព្រះអគ្គមហេសីទាំងពីរភៀសខ្លួនចេញអំពីព្រះរាជវាំងបាត់ទៅពួកនាម៉ឺនសពមុខមន្ត្រីរត់រកព្រះអង្គគ្រប់ទីកន្លែងមិនឃើញក៏នាំគ្នាលើករាជសម្បត្តិថ្វាយទៅបុរសកូនឆ្កែឲ្យឡើងសោយរាជជំនួសព្រះអង្គទៅបន្ទាប់ពីនោះមកស្ដេចកូនឆ្កែក៏និយាយនឹងម្ដាយថាខ្លួនចង់ធ្វើឲ្យម្ដាយក្លាយជាមនុស្សដូចគេព្រោះថាបើម្ដាយនៅជាភាពឆ្កែដូច្នេះគេមើលងាយណាស់ហើយដូចជាមិនសមរម្យនឹងកូនជាមនុស្សផងមេឆ្កែក៏យល់ព្រមឲ្យកូនជប់ខ្លួនទៅជាមនុស្សដូចគេស្ដេចកូនឆ្កែប្រើឲ្យគេយកអុសមកកដុតមេឆ្កែនោះឯសេដ្ឋីដែលមិនបានដឹងរឿងអាណិតស្ដាយឆ្កែពុនពេកក៏ចូលទៅសួរស្ដេចកូនថាហេតុអ្វីបានជាកូនសម្លាប់ឆ្កែដូច្នេះស្ដេចឃើញឪពុកចិញ្ចឹមតក់ស្លុតដូច្នោះក៏ជ្រាបឪពុកតាមរឿងទៅវិញថាសូមលោកឪពុកជ្រាបចុះម្ដងនេះខ្ញុំលែងលាក់លៀមលោកទៀតហើយមេឆ្កែនេះជាម្ដាយបង្កើតរបស់ខ្ញុំពិតខ្ញុំឲ្យគេដុតគាត់ដើម្បីនឹងជប់គាត់ឲ្យទៅជាមនុស្សវិញកុំឲ្យមានពាក្យគេនិន្ទាឯសេដ្ឋីឮដូច្នោះក៏បែរខ្សឹបនឹងប្រពន្ធឯងអើយអញស្មានថាវាជាកូនមនុស្សហើយមានឫទ្ធីមានអំណាចបានជាខំលើកកូនស្រីឲ្យធ្វើជាប្រពន្ធវាឥឡូវទៅជាកូនឆ្កែសោះតើឯងគិតដូចម្ដេចវិញប្រពន្ធសេដ្ឋីឆ្លើយតបទៅប្តីវិញថាណាហើយអ្នកឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅអំណើសក្រោយមកពាក្យនេះក៏ជាប់ជាប្រើរហូតរៀងមកចាស់បងប្អូនរឿងនេះបានចប់ហើយអញ្ចឹងសូមឲ្យបងប្អូនជួយចុច like និង subscribe share ដើម្បី admin មានរឿងបន្តទៀតបងប្អូននឹងបានឃើញមុនគេណាបងប្អូន